អ្នកទាំងអស់គ្នាសាកទីមើលថាខ្ញុំអាចរកចំណូលបានប៉ុន្មានពីវីដេអូទាំងអស់នេះបានឃើញចឹងទាំង TikTok ទាំងរៀលគឺ view បានច្រើនដែរពេលខ្លះលុតដល់ដែរចឹងណាតោះឥឡូវមកដឹងចម្លើយទាំងអស់គ្នាសូនអើយអ្នកទាំងអស់គ្នាសាប់ខុសហើយនិយាយទៅគឺអត់មានសំបីតែមួយកៈវិសេនហើយបើសួរថារាល់ថ្ងៃបានចំណូលមកពីណាខំថតវីដេអូធ្វើអីទៅអីទេបំបានលុយផងចារាល់ថ្ងៃខ្ញុំគឺជាម្ចាស់ភោជនីយដ្ឋាន79ការ៉ាអ្នកខ្លះក៏ស្គាល់អ្នកខ្លះក៏អត់ស្គាល់ហើយនេះក៏ជាភោជនីយដ្ឋានមួយក្នុងចំណោមភោជនីយដ្ឋានខ្ញុំទី3ទៀតអើយនិយាយទៅគឺអត់មានតាក់ទងមួយ content ខ្ញុំថតលេងហ្នឹងទេបងប្អូនអើយខ្ញុំអត់មានបានចំណូលអីមកពីវីដេអូអស់ហ្នឹងទេថ្ងៃនេះដែរគឺចេញមកអួតតែម្ដងចាដោយសារបងប្អូនមួយចំនួនទួយតែទំ follow ខ្ញុំតាមរៀលតាម TikTok អីហ្នឹងអត់ទាន់ស្គាល់ខ្ញុំច្បាស់ថាខ្ញុំជាពីណាអីចឹងមក comment អើយខ្ជិលបកស្រាយអីចាអួតតែម្ដងតែរាល់ថ្ងៃខ្ញុំអត់មានបានលុយបានចំណូលពីអា TikTok ពីអីអស់ហ្នឹង comment ជាអ្នក promote ជាក៏ comment ជា content creator ដែលបានលុយមកពីអស់ហ្នឹងដែរខ្ញុំថតខ្ញុំគ្រាន់តែថតលេងសប្បាយរបស់ខ្ញុំទេជាមួយនឹងគ្រួសារខ្ញុំហើយចំណូលធំរបស់ខ្ញុំគឺមកពីហាងហើយក៏ខ្ញុំមិនមែនមានហាងតែមួយហ្នឹងដែរអានេះលើកតែមួយឲ្យអ្នកទាំងអស់គ្នាបានឃើញនៅមានរបបផ្សេងៗរបស់ខ្ញុំទៀតយើងបញ្ចូលជាដាក់វីដេអូហាងក៏យើងសូមប្រម៉ូទហាងតិចតួចកំតាន់អស់ម្លងណាហាងខ្ញុំដែរឈ្មោះ79ក្រាស់នៅម្ដុំឈុកមាសអញ្ចឹងបងឈុកមាសក៏ស្គាល់ស្រាប់ហើយតែបើបងនៅចោមចៅនៅពោធិ៍ចតុងអាចមកសាហាងខ្ញុំបានមានម្ហូបឆ្ងាញ់និយាយតិចបែនកញ្ជៀងព្រោះសំខាន់យប់ឡើងមាន DJ រំសបាយទៀតអូហើយបរិយាកាសរបស់គេចាមើលជាក់ស្ដែងក្នុងវីដេអូហ្នឹងទៅខ្ជិលអួតខ្ជិលអីណាអារឿងបរិយាកាសអ្នកបងប្អូនដែលធ្លាប់បានតែញ៉ាំបានតែភ្លុកភោជនីយដ្ឋានខ្ញុំតែប្រហែលណាអាចខមមិននៅក្នុងវីដេអូខ្ញុំផងឲ្យ feedback ផងណាអរគុណច្រើនបងប្អូនដែលតែងគាំទ្រជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ